របាយការណ៍ពីមន្ទីរទេសចរខេត្តកំពតឲ្យដឹងថាវិស័យទេសចរខេត្តកំពតបច្ចុប្បន្នបានបន្តបង្ហាញអំពីសញ្ញារីកចម្រើនគួរឲ្យកត់សម្គាល់ដោយនៅក្នុងឆមាសទី1ឆ្នាំ2026នេះរកប្រាក់ចំណូលបានសរុបចំនួន134លាន889,839ដុល្លារអាមេរិកកើនឡើងប្រមាណជា 8.9 លានដុល្លារបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2025កន្លងទៅកំណើននេះក៏ស្របពេលដែលចំនួនភ្ញៀវទេសចរសរុបក៏បានកើនឡើងជាង 10% របាយការណ៍ដដែលក៏បានបង្ហាញអំពីទីផ្សារទេសចរបរទេសសំខាន់ដែលអញ្ជើញមកទស្សនាខេត្តកំពតមានចំនួន10ប្រទេសរួមមានប្រទេសវៀតណាមប្រទេសអាល្លឺម៉ង់ប្រទេសបារាំងប្រទេសកាណាដាប្រទេសនូវែលសេឡង់ប្រទេសអង់គ្លេសប្រទេសអូស្ត្រាលីប្រទេសជប៉ុនប្រទេសឥណ្ឌានិងសហរដ្ឋអាមេរិកដែលបន្តជាទីផ្សារសក្តានុពលសម្រាប់វិស័យទេសចរនៅក្នុងខេត្តកំពតយោងតាមរបាយការណ៍ដដែលថាខេត្តកំពតបច្ចុប្បន្នមានរមណីយដ្ឋានសហគមន៍និងគោលដៅទេសចរទាក់ទាញសរុបចំនួន42កន្លែងដែលបានបែងចែកជាពលសំខាន់មានដូចជាតំបន់បូកគោតំបន់ទឹកឈូនិងដងព្រែកកំពង់បាយតំបន់កសិទេសចរតំបន់ភ្នំកំពង់ត្រាចនិងបេតិកភណ្ឌក្រុងកំពតចំពោះផលិតផលទេសចរថ្មីរួមមានរូបសំណាកសេះសមុទ្រនីលកាធំសួនទឹករាត្រីឆ្នេរខ្សាច់ព្រែកកំពង់បាយនិងវិថីអាហារកំពុងតែរួមចំណែកយ៉ាងសំខាន់ដែលបង្កើនទៅដល់ភាពទាក់ទាញភ្ញៀវទេសចរចំពោះឲ្យមូលដ្ឋានអាជីវកម្មទេសចរសរុបទូទាំងខេត្តកំពតមានចំនួន608កន្លែងក្នុងនោះសេវាស្នាក់នៅមានចំនួន371កន្លែងស្មើនឹង5464បន្ទប់និងមានភោជនីយដ្ឋានអាហារដ្ឋានចំនួន163កន្លែងមន្ទីរទេសចរខេត្តកំពតក៏កំពុងបន្តជំរុញការអនុវត្តស្តង់ដារសេវាកម្មការបណ្ដុះបណ្ដាលបុគ្គលិកនិងសហគមន៍ទៅលើផ្នែកអនាម័យចំណីអាហារបដិសណ្ឋារកិច្ចការកំណត់តម្លៃសមរម្យនិងការប្រើប្រាស់ប្រព័ន្ធ Digital ជាដើមដើម្បីរួមគ្នាពង្រឹងគុណភាពសេវាកម្មនិងបង្កើនទំនុកចិត្តរបស់ភ្ញៀវទេសចរមកលេងកម្សាន្តនៅក្នុងខេត្តកំពតពីខ្ញុំហួយបន្លែង LTNG News ខេត្តកំពតកំពតរៀមសងពងជានិរន្តរ៍